ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី18ខែ6ឆ្នាំ2026សម្រាប់តម្លៃហាងឆេងមាសនិងប្រាក់អន្តរជាតិដែលខ្ញុំចូលទៅមើលព្រឹកនេះតម្លៃមាសបានចាប់ផ្ដើមធ្លាក់ចុះវិញហើយរីឯតម្លៃហាងឆេងប្រាក់ក៏មានការធ្លាក់ចុះតិចតួចផងដែរបើយើងប្រៀបធៀបទៅនឹងតម្លៃហាងឆេងមាសនិងប្រាក់កាលពីព្រឹកម្សិលមិញសម្រាប់បងប្អូនដែលពុំទាន់បានចុចជាវឬក៏ចុច Subscribe លើ Channel YouTube របស់ខ្ញុំសូមបងប្អូនជួយចុចជាវក៏ដូចជាចុច Subscribe នៅលើ Channel YouTube របស់ខ្ញុំដើម្បីទទួលបាននៅព័ត៌មានស្ដីពីតម្លៃហាងឆេងមាសនិងប្រាក់ដែលខ្ញុំធ្វើការផុសជាប្រចាំថ្ងៃសម្រាប់តម្លៃហាងឆេងមាសនៅព្រឹកថ្ងៃទី18ខែ6ឆ្នាំ2026នេះមានដូចតទៅ1អោនតម្លៃ$4,266 1ជីតម្លៃ$514 1ដំឡឹងតម្លៃ$5,144និង1គីឡូតម្លៃ$137,139 ចំណែកឯតម្លៃហាងឆេងប្រាក់នៅព្រឹកថ្ងៃទី18ខែ6ឆ្នាំ2026នេះវិញមានដូចតទៅ1អោនតម្លៃ$68 1ជីតម្លៃ$8 1ដំឡឹងតម្លៃ$82និង1គីឡូតម្លៃ$2,187សម្រាប់តម្លៃហាងឆេងមាសនិងប្រាក់ដែលខ្ញុំបានជម្រាបជូនបងប្អូនអំបញ្ញមិញនេះចប់តែប៉ុណ្ណេះអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានិងតាមដានយកចិត្តទុកដាក់ស្ដាប់នៅការរៀបរាប់របស់ខ្ញុំតាំងពីដើមរហូតមកដល់ទីបញ្ចប់ជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានគ្រប់គ្នា